រឿងពិតឬពិតកថាចូលអ្នកអានកថាខានខាងក្រោមតើពិតកថាមានលក្ខណៈសម្គាល់ដូចម្តេចខ្លះសម្ដេចសង្ឃរាជជួនណាតប្រសូតនៅថ្ងៃ11រោចខែផលគុណឆ្នាំវកឆស័កពុទ្ធសករាជ2427ត្រូវនឹងថ្ងៃទី11ខែមិនិនាឆ្នាំ1883លុះចម្រើនវ័យ14ឆ្នាំលោកបានបួសជាសាមណេរនៅវត្តពោធិយមស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាលនៅឆ្នាំ1899លោកបាននិមន្តមកកាន់វត្តឧណាឡោមលោកបានរៀបរៀងវចនានុក្រមខ្មែរតាំងពីឆ្នាំ1915ហើយត្រូវបានបោះពុម្ពចុងក្រោយនៅឆ្នាំ1967ហើយត្រូវបានបោះពុម្ពចុងក្រោយនៅឆ្នាំ1967ឈ្មោះសម្ដេចសង្ឃរាជជួនណាតនិងប្រវត្តិរបស់លោកជារឿងពិតវចនានុក្រមខ្មែរនិងឆ្នាំរៀបរៀងបោះពុម្ពជាការពិតដូច្នេះកថាខាងលើជាពិតកថាឬរឿងពិតឬពិតកថាជាអត្ថបទសរសេរប្រាប់ពីមនុស្សទីកន្លែងព្រឹត្តិការណ៍ពិតដូចជាអត្ថបទតាក់ទងនឹងវិទ្យាសាស្ត្រហេតុការណ៍ប្រវត្តិសាស្ត្រឬប្រវត្តិផ្ទាល់ខ្លួន